អូខេចឹងយើងទៅបន្តទៀតចូលដល់លំហាត់ផ្នែកអត្ថបទម្ដងណាសភៅសេរីថ្មីនេះយើងធ្ងន់តិចហើយមេរៀនដំបូងក៏មានអត្ថបទឲ្យយើងបកប្រែដែរខុសពីសភៅចាស់តដល់មេរៀនទី15ឡើងអូខេឥឡូវយើងមើលទៅបាទគេឲ្យយើងរៀនអីយើងរៀនហ្នឹងបាទកុំចុះចាញ់មកថើមឃុលអ៊ីកូបាទថើមមកប្រែថាខាងក្រោមឃុលនឹងអត្ថបទអ៊ីកូមកពីអ៊ីតាអានអញ្ចឹងអានអត្ថបទខាងក្រោមបាទអានខាងក្រោមនេះមកនេយងបកប្រែថាខ្លឹមសារខ្វានឹងគឺជាឈ្នួបហើយខាត់ធឹននេះបកប្រែដូចជាគាត់ជិលចំឡើយខូឬស៊ីភីអូសូមជ្រើសរើសអញ្ចឹងពេលដែលយើងបកប្រែបកដេញរះពីចុងទៅក៏បានដែរអត់បញ្ហាអញ្ចឹងសូមជ្រើសរើសចម្លើយដែលដូចនឹងខ្លឹមសារបន្ទាប់ពីអានអត្ថបទខាងក្រោមឬក៏យើងអាចចំណាំបានថានៅក្នុងទម្រង់ភាសាកូរ៉េដែលជាសំណួរបែបនេះមិនចាំបាច់មើលក៏បានហេតុអីដោយសារតែនេះគឺជាប្រភេទវិញ្ញាសាអត្ថបទអញ្ចឹងជាទូទៅវិញ្ញាសាអត្ថបទគឺគេតែងតែឲ្យយើងរកចម្លើយដែលត្រឹមត្រូវជានិច្ចកម្រដែលគេឲ្យរកចម្លើយដែលខុសពីអត្ថន័យនៃអត្ថបទហ្នឹងណាមានដែរប៉ុន្តែវាកម្រអញ្ចឹងណាប៉ុន្តែយល់ឲ្យយើងគួរតែមើលបន្តិចចឹងទៅក៏បានដែរចាំមើលចំណាំកន្លែងណាដើម្បីឲ្យយើងងាយយល់ហើយខ្លីកុំឲ្យចំណាយពេលយូរពូពេលប្រឡងពេលវេលាមិនសូវអំណោយផលទេអញ្ចឹងយើងមើលនេះណែយើងខ្វះខាត់ធឿននេះមានន័យដូចឬក៏ដែលដូចអញ្ចឹងគឺមានន័យថារកអ្វីដែលដូចនឹងឥឡូវហ្នឹងគឺអា4នេះមួយណាដែលវាដូចណាហ្នឹងចាអាហ្នឹងហៅថាត្រូវនឹងដដែលទេតោះនេះអញ្ចឹងតោះអញ្ចឹងយើងទៅមើលអត្ថបទយើងគេថាហាន់គូកេថាល់យកហាន់គូកបកប្រែថាកូរ៉េថាល់យកនេះបកប្រែប្រតិទិនហើយនៅកណ្ដាលនេះមានអេបកប្រែថារបស់អញ្ចឹងនៅពេលយើងបូកសរុបចូលគ្នាមានថាប្រតិទិនរបស់ប្រទេសកូរ៉េបច្រាស់ណាបាទហើយមាននឿនអញ្ចឹងពេលយើងបកប្រែទៅបកនឹងមុនណាអ្នកតន់វេយ្យាករណ៍គ្រូនិយាយប៉ុណ្ណឹងអាចនឹងយល់តែគ្នាយើងអត់ដែរបានរៀនវេយ្យាករណ៍ជាពិសេសសិស្សសានុសិស្សដែលគាត់រៀនតាម YouTube បងប្អូនយើងអាចត្រឡប់មើលតាក់ទងជាមួយទម្រង់វេយ្យាករណ៍ខ្លះតែអញ្ចឹងទៅយើងរៀនទៅមុខទៅក្រោយនឹងឯងអញ្ចឹងមកគេលើកទឹកចិត្តឲ្យយើងរៀននៅសាលាឬក៏រៀនលក្ខណៈមានលំដាប់លំដោយបានត្រឹមត្រូវអូខេមកយ៉ាងរ៉ុកនេះបងប្រែថាប្រតិទិនសកលណាដែលយើងឃើញរាល់ថ្ងៃ2025បច្ចុប្បន្នហ្នឹងគេហៅយ៉ាងរ៉ុកហើយអ៊ឺមរ៉ុកគឺជាប្រតិទិនតាមប្រទេសនីមួយបើសិនជាយើងនិយាយតាមភាសាខ្មែរណាបាទអ៊ឺមរ៉ុកនេះគឺប្រតិទិនច័ន្ទគតិប្រតិទិនតាមខ្មែរដូចខែមៀកបោះប្រគុណចែកជាអាសាស្រាប់តែត្បិតប្រសិទ្ធកដឹកអញ្ចឹងណា100 200មកកើតពីកើតអាហ្នឹងហើយគឺហៅថាអ៊ឺមរ៉ុកណាហើយដល់ពេលយ៉ាងរ៉ុកនោះគឺជាប្រតិទិនពុទ្ធសករាជណាសំទោសគ្រិស្តសករាជណាខែមករាថ្ងៃទី17ខែមករាឆ្នាំ2025អាហ្នឹងហើយគេហៅថាយ៉ាងរ៉ុកអញ្ចឹងសង្ឃឹមតន់ពីហ្នឹងហាំកេបកប្រែថាជាមួយគ្នាបាទភ្ចូលស៊ីបកប្រែថាសរសេរឬក៏បង្ហាញន័យដូចគ្នាណាមានន័យទៅសេឲ្យឃើញនិងក៏បង្ហាញនឹងឯងអញ្ចឹងបកប្រែបង្ហាញក៏បានដែរអត់បញ្ហាតោះអញ្ចឹងខ្ញុំបកប្រែថាម៉េចបកកន្លែងនេះមុនលេខ1បកពីចុងវិញលេខ2ណាថាម៉េចទៅប្រតិទិនរបស់ប្រទេសកូរ៉េបកដេញពីចុងវិញគឺបង្ហាញជាមួយគ្នាទាំងប្រតិទិនច័ន្ទគតិនិងប្រតិទិនសូរិយាកាគតិបកមួយទៀតឲ្យស្រួលយល់គឺបង្ហាញជាមួយគ្នាទាំងប្រតិទិនក្នុងប្រទេសនិងប្រតិទិនសកលបើពាក្យអញ្ចឹងប្រហែលងាយយល់ហើយឆាប់ចាំតទៅទៀតហេសាក្រុមហ៊ុនបាទហាក់ខ្ជោបប្រែថាសាលាអញ្ចឹងសាលានិងក្រុមហ៊ុនដោយពាក្យឈ្នាប់នៅកណ្ដាលនេះនឹងហើយវាមានតទៀតអ៊ីលចង់មកប្រែថាការបរិច្ឆេទអញ្ចឹងការបរិច្ឆេទរបស់សាលានិងក្រុមហ៊ុនយ៉ាងដឹងហើយថ្ងៃក្រហមគឺថ្ងៃនៅក្រុមហ៊ុននិងសាលាឈប់តាមរោងចក្រអីផ្សេងគឺឈប់នឹងឯងអូខេអញ្ចឹងអ៊ីលចង់ឲ្យទាន់ការបរិច្ឆេទសុំទោសការវិភាគបាទការវិភាគបន្តមកទៀតគុកខ្យងអ៊ីលបកប្រែថ្ងៃបុណ្យជាតិបាទថ្ងៃបុណ្យជាតិឬក៏ថ្ងៃបុណ្យសកលអីចឹងទៅណាដូចជាទិវាសិទ្ធិនារីទិវាពលករអន្តរជាតិអីហូហែទិវាសិទ្ធិមនុស្សហ្នឹងគឺស្ថិតនៅក្នុងគុកខ្យងអ៊ីលដែរណាតទៀតបាទទិងមកប្រែថាដូចជាបាទដូចជាយ៉ាងរកប្រតិទិនសកលឬក៏ប្រតិទិនសូរិយគតិនឹងខីឈុនរោហាំនីដាអញ្ចឹងខីឈុនបកប្រែថាផ្លូវការក៏បានស្តង់ដាក៏បានខីឈុនហ្នឹងណាបាទអញ្ចឹងទៅសួរស្ដាប់យកបកប្រែថាស្តង់ដាមកបាទពាក្យថាស្តង់ដាគឺមានថាប្រើទូទៅហើយលើពិភពលោកមានអញ្ចឹងណាបាទហាំនីដានឹងធ្វើអញ្ចឹងយើងបកប្រែពីណាបកប្រែពីចុងទៅវិញព្រោះអត់មានអឿនលឿនទេនៅក្នុងនេះយើងឃើញជាក់ស្ដែងហើយតោះយើងបកប្រែថាធ្វើជាលក្ខណៈស្តង់ដាឬក៏ធ្វើជាផ្លូវការ
នៅប្រតិទិនសកលដែលមានដូចជាថ្ងៃបុណ្យសកលការបរិច្ឆេទក្បៀសមួយកន្លែងមានក្បៀសការបរិច្ឆេទរបស់សាលានិងក្រុមហ៊ុនអូខេអញ្ចឹងសាលាក្រុមហ៊ុនអត់តែមានថ្ងៃកុំជុំបាយតោះcorona បកប្រែថាអញ្ចឹងហើយបាទឬក៏អញ្ចឹងថែមទៀតណាមានគេនិយាយអស់ហើយគេនៅអីបន្ថែមមួយទៀតអញ្ចឹងណាបាទ corona អញ្ចឹងហើយបន្តមកទៀតសល់ណាថ្ងៃចូលឆ្នាំបាទសល់ណាហ្នឹងគឺចូលឆ្នាំសកលសំទោសចូលឆ្នាំសកលចូលឆ្នាំកូរ៉េជួនកាលខែ1ចុងខែ1ជួនកាលខែ2អញ្ចឹងទៅបាទឈូសក់មកប្រែតែប្រជុំបិណ្ឌកូរ៉េក៏មានប្រជុំបិណ្ឌដែរណាបងប្អូនដោយសារនៅកាន់សាសនាពុទ្ធពីមុនមកឥឡូវគឺខាងសាសនាផ្សេងអញ្ចឹងទៅប៉ុន្តែពីមុនមកអញ្ចឹងប្រពៃនេះនៅសល់បន្តដល់បច្ចុប្បន្នមកខាត់ធឿនមកប្រែថាដូចជាអញ្ចឹងដូចនឹងបាទដូចកន្លែងណានឹងនេះកន្លែងឈ្នប់វ៉ានេះគឺជាឈ្នប់ណានឹងណានេះកន្លែងវ៉ានេះនឹងអូខេអញ្ចឹងដូចនឹងប្រជុំបិណ្ឌនៅចូលឆ្នាំតទៀតជ្រុនធុងប្រពៃណីបាទជ្រុនធុងប្រពៃណីតទៀតមញងឆលបកប្រែថ្ងៃបុណ្យជាតិបាទថ្ងៃបុណ្យជាតិបងប្អូនតើកន្លែងហ្នឹងមិនមែនបុណ្យអន្តរជាតិទេបុណ្យជាតិអញ្ចឹងបុណ្យជាតិប្រពៃណីជ្រុនធុងប្រពៃណីតទៀតអ៊ឺមរ៉ុកបកប្រែថាប្រតិទិនច័ន្ទគតិឬក៏ប្រតិទិនក្នុងស្រុកខីឈុនរោហាំនីដាធ្វើជាលក្ខណៈស្តង់ដាតើណាឬក៏លក្ខណៈផ្លូវការមិញគូបងម្ដងណាខាងលើនេះណាអូខេអញ្ចឹងយើងបកប្រែcorona អញ្ចឹងហើយបកកន្លែង corona លេខ1ហើយបកបញ្ចុងមកវិញលេខ2មកណាមកថាម៉េចថាអញ្ចឹងហើយគឺគេធ្វើជាលក្ខណៈផ្លូវការឬក៏ជាលក្ខណៈស្តង់ដាតាមប្រតិទិនក្នុងស្រុកនៅថ្ងៃបុណ្យប្រពៃណីដែលមានដូចជាភ្ជុំបិណ្ឌចូលឆ្នាំក្បៀសមកតទៀតសេងអ៊ីរ៉េថ្ងៃកំណើតបាទខ្ចុងអ៊ូកលៈទេសៈបាទអញ្ចឹងក្នុងកលៈទេសៈថ្ងៃកំណើតថ្ងៃដែលយើងកើតខួបកំណើត Happy Birthday ហ្នឹងយ៉ាងរកប្រតិទិនសកលខីឈុនហានិនសារ៉ាំអ៊ីតគូខីឈុនហាដាបកប្រែថាធ្វើជាលក្ខណៈផ្លូវការឬលក្ខណៈស្តង់ដាហ្នឹងណាបាទហើយសារ៉ាំបកប្រែថាមនុស្សអញ្ចឹងហ៎ it's mida មកពីអ៊ីតាហ្នឹងមានណាមានអញ្ចឹងកន្លែងនេះមានកោអញ្ចឹងកោក្បៀសមួយទៀតអញ្ចឹងប្រយោគហ្នឹងគឺដាច់តែហ្នឹងអញ្ចឹងយើងបកអញ្ចឹងទៅមុនសិនទៅបាទហើយបន្តមកទៀតគូបកឲ្យហើយចាំបងសរុបយ៉ាងរកប្រតិទិនក្នុងប្រទេសឬក៏ប្រតិទិនច័ន្ទគតិហ្នឹងបាទខីឈុនហានិនសារ៉ាំបាទធ្វើជាលក្ខណៈស្តង់ដាសារ៉ាំមនុស្សអ៊ីតសមីណានេះមានអញ្ចឹងមានជាមានដូចគ្នាណាក៏តួយក្រោយយើងខុសតាកន្លែងនេះទេគឺរកនឹងយ៉ាងរកទេបាទខុសតានេះទៅសមដូចគ្នាអញ្ចឹងយើងបកប្រែនៅក្នុងកលៈទេសៈលេខ1មុនមកសួរស្ដាប់មកបងលេខ1ហើយបងលេខ2កន្លែងអ៊ីតកូនេះកន្លែងអ៊ីតកូលេខ2មកបាទហើយបកដេញពីចុងមកវិញលេខ3មកអញ្ចឹងក៏បានដែរណានេះលេខ3ចេះមកណាអូខេតោះចាប់ដើមថាកលៈទេសៈនៅថ្ងៃកំណើតណាកលៈទេសៈនៅថ្ងៃខួបកំណើតគឺមានមនុស្សដែលធ្វើជាលក្ខណៈផ្លូវការឬក៏លក្ខណៈស្តង់ដាហ្នឹងតាមប្រតិទិនសកលហើយក៏មានមនុស្សដែលធ្វើតាមលក្ខណៈស្តង់ដាហ្នឹងឬក៏តាមប្រតិទិនសូរិយាកាសំទុះច័ន្ទគតិបាទអញ្ចឹងមានថាជនជាតិកូរ៉េនៅតែមានដល់បច្ចុប្បន្នអញ្ចឹងអ្នកខ្លះប៉ុន្តែភាគច្រើនប្រកាសហើយណាយើងកើតថ្ងៃទីប៉ុន្មានខែប៉ុន្មានអញ្ចឹងទៅណាខែ1ថ្ងៃទី17អីចឹងទៅខែ10ថ្ងៃទី19អីចឹងទៅអាហ្នឹងទាំងអស់ហ្នឹងគឺជាគេវាគឺជាការកំណត់តាមសកលហើយណាតែបើតាមបែបគឺមរកដែលយើងបកប្រែក្នុងហ្នឹងដូចយើងកើតខែមកកើតថ្ងៃមួយរួចឬក៏ថ្ងៃមកកើតខែចេះណាឆ្នាំអីចឹងទៅណាទាំងអស់គ្នាឆ្នាំមួយសាញ់អីចឹងទៅណាឆ្នាំវោកឆ្នាំលកាអីចឹងទៅហ្នឹងហើយគឺអ៊ឺមរកដែលគេកំពុងនិយាយអញ្ចឹងកូរ៉េគេនៅតែប្រកាន់ទាំងពីរហ្នឹងក៏ប៉ុន្តែប្រកាសណាភាគច្រើនគឺទៅបែបសកលអស់ហើយដោយសារតែនៅក្នុងបញ្ជីជាតិនៅក្នុងអត្តសញ្ញាណប័ណ្ណ passport អីគឺគេប្រើបែបសកលបែបយ៉ាងរកហើយមិនចឹងតើទៀតអ៊ីចរ៉មបើថាដូចគ្នានេះដែរបាទហានកុកអេសនិនក្នុងប្រទេសកូរ៉េបាទកន្លែងនេះមាននឿនអញ្ចឹងត្រូវបងលេខ1បកទៅមុខណាខ្ញុំថាក្នុងប្រទេសកូរ៉េដូចគ្នានេះដែរដូចអ្វីដែលគេរៀបរាប់2ជួរ3ជួរខាងលើមកយ៉ាងរ៉ុបប្រតិទិនសូរិយសំទោសប្រតិទិនសកលបាទខ្ញុំប្រើពាក្យអញ្ចឹងមកគុំសូរិយអីខ្ញុំមានអារម្មណ៍ថារៀងភាំងខ្លួនឯងដែរព្រោះយើងកម្រហៅអញ្ចឹងណាតោះអញ្ចឹងប្រតិទិនសកលហើយនឹងប្រតិទិនក្នុងស្រុក
ភាសាខ្មែរហៅប្រតិទិនខ្មែរហ្នឹងអូខេមក module ទាំងអស់សារយងហាមេដានេះប្រើប្រាស់បាទអញ្ចឹងមានថាម៉េចប្រើប្រាស់ទាំងអស់ទាំងប្រតិទិនក្នុងស្រុកនិងប្រតិទិនសកលនៅក្នុងប្រទេសកូរ៉េដូចគ្នានេះដែរអញ្ចឹងពេលបកអានេះមុនសំទោសមិញបកអានឹងលេខ1ហើយលេខ2បកលេខពីចុងទៅវិញមកឲ្យមានខ្លឹមសារត្រឹមត្រូវរៀនបកប្រែពូថ្ងៃយើងមិនមែនរៀនគ្រាន់តែប្រឡងជាប់ទេថ្ងៃក្រោយអាចនឹងមានលក្ខណៈឬក៏កលៈទេសៈការងារតាក់ទងមួយកូរ៉េគឺថាបានដែរតោះអញ្ចឹងត្រូវតែរៀនឲ្យច្បាស់ទាំងអស់គ្នាថាប្រទេសកូរ៉េដូចគ្នានេះដែរគឺគេប្រើប្រាស់ទាំងអស់ទាំងប្រតិទិនច័ន្ទគតិនិងប្រតិទិនសូរិយគតិប្រតិទិនក្នុងស្រុកនិងប្រតិទិនសកលតោះអញ្ចឹងយើងបានបកអត្ថបទទាំងមូលហើយអញ្ចឹងយើងទៅមើលចម្លើយទី1ហាន់គុកប្រទេសកូរ៉េបាទអ៊ឺមរកថលយកអ៊ឺមរកដឹងហើយប្រតិទិនក្នុងស្រុកថលយកបកប្រែប្រតិទិនអ៊ឺមរកក្នុងស្រុកតារ៉ូអ៊ីស្មីដាតារ៉ូបកប្រែផ្សេងអ៊ីស្មីដានេះមានអញ្ចឹងមានផ្សេងគ្នាបាទមានផ្សេងគ្នាអញ្ចឹងមានន័យថាម៉េចមានន័យថាក្នុងប្រទេសកូរ៉េបកដូចពីចុងវិញគឺមានផ្សេងគ្នាប្រតិទិនតាមច័ន្ទគតិឬក៏ប្រតិទិនក្នុងស្រុកហ្នឹងគឺមានន័យថាគឺគេធ្វើប្រតិទិនហ្នឹង2ប្រតិទិនមួយសម្រាប់មើលបែបប្រពៃណីប្រតិទិនមួយមើលបែបសកលប៉ុន្តែនៅក្នុងអត្ថបទយើងគេបញ្ជាក់ឲ្យគឺគេប្រើជាមួយគ្នាគេបង្ហាញជាមួយគ្នាក៏ប៉ុន្តែភាគច្រើននៅក្នុងប្រតិទិនហ្នឹងវាមានលេខធំនិងលេខតូចលេខតូចពីក្រោមនៅក្នុងកឡោនហ្នឹងគឺជាប្រតិទិនសូរិយគតិហើយណាហើយច័ន្ទគតិប្រតិទិនក្នុងស្រុកហើយមកកើតដូចខ្មែរយើងណាលេខទូចថ្ងៃធម្មតាថ្ងៃទី1មករាអញ្ចឹងតែធំអញ្ចឹងតែអញ្ចឹងកូរ៉េគឺនៅតែផ្សេងអញ្ចឹងបែបហ្នឹងដូចគ្នាអញ្ចឹងខុសហើយអត្ថបទនេះណាគឺជាមួយគ្នាទេព្រោះក្នុងអត្ថបទទី1គឺផ្សេងច្បាស់នេះយ៉ាងរកខ្វះអ៊ឺមរកហាំកេចូលស៊ីមេដាគឺបង្ហាញជាមួយគ្នាទាំងអស់នៅក្នុងប្រតិទិនហ្នឹងឥឡូវយើងទៅលេខ2បានគេថាហេសាអេអ៊ីលចងឹនអញ្ចឹងហេសាបានឲ្យក្រុមហ៊ុនអ៊ីលចង់បកប្រែតែកាលវិភាគអញ្ចឹងកាលវិភាគរបស់ក្រុមហ៊ុនអ៊ឺមរកគីឈុនហាំនីដាតើអ៊ឺមរកបកប្រែប្រតិទិនក្នុងស្រុកឬក៏ប្រតិទិនប្រពៃណីគីឈុនហាំនីដាបកប្រែតែធ្វើជាលក្ខណៈផ្លូវការអូខេអញ្ចឹងយើងបកប្រែមកថាម៉េចថាការបរិច្ឆេទឬក៏កាលវិភាគរបស់ក្រុមហ៊ុនហ្នឹងគឺគេធ្វើជាលក្ខណៈផ្លូវការបែបប្រពៃណីឬក៏បែបក្នុងស្រុកហ្នឹងអញ្ចឹងអត់ត្រូវទេនៅក្នុងនេះគឺយើងឃើញហើយកន្លែងណាហេសាវ៉ាហាក់ជូអេអ៊ីលចងឹនណាគុកខ្យងអ៊ីលទឹងឹនយ៉ាងរ៉ុកអញ្ចឹងសាលាហើយនឹងក្រុមហ៊ុនគឺគេធ្វើបែបយ៉ាងរ៉ុកនេះទេនេះកន្លែងយ៉ាងរ៉ុកអញ្ចឹងហ៎បែបហ្នឹងតែដល់ពេលនេះគេដាក់ថាអ៊ឺមរ៉ុកវិញអញ្ចឹងវាផ្ទុយគ្នាអញ្ចឹងខុសទី3អ៊ឺមរ៉ុកគូរ៉ូសេងអ៊ីរិនគីញ៉ុំហានិនសារ៉ាត់ស្មីដាបើអ៊ឺមរ៉ុកបកប្រែថាប្រតិទិនប្រពៃណីបាទបែបក្នុងស្រុកឯទៅទៀតសេងអ៊ីលថ្ងៃកំណើតគីញ៉ុំបកប្រែថាធ្វើពិធីរំលឹកខួបឬក៏ធ្វើខួបយើងបកអញ្ចឹងក៏បានដែរគីញ៉ុំហាដាបកប្រែធ្វើខួបអញ្ចឹងមកសារ៉ាំមនុស្សអ៊ីស្មីដាមានហើយគេមានដូនៅត្រង់នេះទៀតដូបកប្រែថាផងដែរមានន័យថាក្នុងអត្ថបទហ្នឹងវាដែរភាសាខ្មែរតែមានផងដែរមានថាមានដែរហ្នឹងណាវាមិនអត់ទេវាមានដែរតែតិចតួចអញ្ចឹងយើងបងប្រែថាម៉េចគឺមានមនុស្សផងដែរដែលធ្វើខួបកំណើតតាមបែបប្រពៃណីប្រតិទិនប្រពៃណីនេះអញ្ចឹងមានមែនតើនៅក្នុងនឹងគេបញ្ជាក់ប្រាប់យើងហើយមានទាំងពីរមិនអញ្ចឹងទេនៅត្រង់ចំណុចណានៅត្រង់ចំណុចនេះណាសេងអ៊ីលខ្យងអ៊ូនេះបាទសេងអ៊ីលរ៉េខ្យងអ៊ូហាណាគីជុនបាទមកជួនឹងយើងបកប្រែមិញហើយអញ្ចឹងមានទាំងអស់ដល់ពេលលេខ4ហាន់កូកែជុនធុងបកប្រែប្រពៃនេះហាន់គុកមិនដឹងណាកូរ៉េបញ្ញងឆោតថ្ងៃបុណ្យជាតិអញ្ចឹងថ្ងៃបុណ្យជាតិថ្ងៃបុណ្យប្រពៃណីរបស់កូរ៉េជុនធុងបកប្រែប្រពៃណីតទៅទៀតយ៉ាងរកប្រតិទិនសកលបាទគីជុននីរ៉ូហាំនីដាគីជុនបកប្រែថាធ្វើជាលក្ខណៈផ្លូវការគេប្រើពាក្យផ្លូវការមកមុនទៅតោះកន្លែងហ្នឹងបាទមិនមែនដែរទេណាពាក្យផ្លូវការអញ្ចឹងមានថាថ្ងៃបុណ្យជាតិថ្ងៃបុណ្យប្រពៃណីរបស់ប្រទេសកូរ៉េគឺគេប្រើជាផ្លូវការតាមប្រតិទិនសកលច្បាស់ណាស់បុណ្យប្រពៃណីគេអត់ប្រើសកលទេគេប្រើបែបប្រពៃណីរបស់គេហើយមិនអញ្ចឹងទេបាទអូខេអញ្ចឹងលំហាត់យើងមានប៉ុណ្្នឹងទេអត្ថបទយើងក៏រៀងវែងដែរថ្ងៃនេះដោយសារតែបញ្យល់ច្រើនហើយយើងនឹងបន្តទៅលើភាសាផ្នែកស្ដាប់បន្តទៀតនៅក្នុងមេរៀនទី5ដើម្បីបញ្ចប់និងបន្តទៅមេរៀនថ្មីទី6អូខេ